កាលពីឆ្នាំ1993ពេលនោះនាងខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយជារបស់បារាំងនាងខ្ញុំជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើពីរខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅជាន់ក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកជាន់លើធ្វើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន4បន្ទប់ធំជាងគេជារបស់លោកអនុប្រធានដោយសារនៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេរាល់ថ្ងៃសម្រាកផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងតែនាងខ្ញុំនិងចុងភៅពីរនាក់ទៀតតែប៉ុណ្ណោះបន្ទប់សល់ពីរទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះផងធ្លាប់បានឮចាស់និយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់នាងខ្ញុំមកនៅយូរក្រែដែរហើយនៅមិនទាន់ឃើញអីទេប៉ុន្តែចុងភៅគាត់ថាឧស្សាហ៍ឃើញញឹកញាប់ណាស់ថាដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងខ្ញុំមានការសង្ស័យមករហូតនៅថ្ងៃមួយមិត្តភ័ក្តិរបស់នាងខ្ញុំបានឈៀងមកលេងនាងខ្ញុំដោយបបួលនាងខ្ញុំទៅដើរលេងទៅរកញ៉ាំអីនៅខាងក្រៅនិងតម្រាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមនាងខ្ញុំបើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យមិត្តនាងខ្ញុំសម្រាកគិតថាឲ្យងាយស្រួលចេញចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាប្រហែលម៉ោង11យប់តាមធម្មតានាងខ្ញុំមិនដែលមានរឿងអីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលនឹកគិតមិនដល់នោះត្រឡប់ជាកើតឡើងជាមួយមិត្តរបស់នាងខ្ញុំទៅវិញមិត្តនាងខ្ញុំនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាក្រោយមកពេលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបុរសម្នាក់ដើរទម្លុះទ្វារចូលមកទាំងទ្វារនឹកបិទយ៉ាងជិតឈឹងនាងភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែគម្រើកខ្លួនក្រោកឡើងក៏ឡើងមិនរួចផងបុរសម្នាក់នោះបានដើរមកនាងនៅក្រែគេងនៅខណៈនោះនាងកំពុងតែដេកផ្ងាបុរសម្នាក់នោះមកអង្គុយក្បែរនាងរួចហើយលូកដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមគម្រើកខ្លួនគេចចេញប៉ុន្តែធ្វើមិនបាននាងបានតែទន្ទិញនមោនៅក្នុងចិត្តតែអាខ្មោចនោះនៅតែសើចហ៊ឺនៅក្នុងដើមកបន្ទាប់មកវាបានលូកដៃចូលទៅក្នុងអាវរបស់នាងព្រមទាំងញ៉ាំក្បាលពួករបស់នាងយ៉ាងសប្បាយមិត្តរបស់នាងខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលដែលអាខ្មោចឆ្កួតនឹងតណ្ហាកំពុងតែភ្លើតភ្លើននៅលើក្បាលពោះរបស់នាងនោះនាងបានសម្លឹងមើលទៅខ្លួនរបស់វាឃើញធំធ្មង់សម្បកខ្មៅព្រិកព្រមទាំងស្លៀកក្បិនកញ្ចាស់តែមួយគត់អាវក៏អត់មានពាក់នាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានអង្អែលដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកលំវែងក្រោមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងទទេចែគ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងរុញខ្យល់នាងមិនអាចប៉ះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ខ្លួនទ្រាប់ពីលើរាងកាយរបស់នាងណែនស្ទើរដកដង្ហើមមិនចង់រួចចៃដន្យនាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងយកជើងធាក់ជញ្ចាំងខ្លាំងពេញទំហឹង